សូមជូនរឿងអ្នកដែលអាចផ្លុំពពុះបាននៅក្នុងភូមិដ៏អស្ចារ្យមួយអ្នកទាំងអស់មានមោទនភាពចំពោះសមិទ្ធភាពដកដង្ហើមជាភ្លើងរបស់ពួកគេប៉ុន្តែមានអ្នកតូចមួយឈ្មោះបបបលដែលបានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើដូចគេប៉ុន្តែរាល់ពេលដែលគាត់ព្យាយាមមានតែពពុះសាប៊ូពណ៌អន្ធនូប៉ុណ្ណោះដែលចេញមកអ្នកផ្សេងទៀតបានសើចចម្ងល់ឲ្យគាត់ព្រោះគាត់ខុសពីគេបបបលមានអារម្មណ៍ឯកាណាស់ស្រាប់តែថ្ងៃមួយបិសាចផ្សែងដ៏គួរឲ្យខ្លាចមួយបានមកវាយប្រហារភូមិពួកអ្នកបានបាញ់ភ្លើងប៉ុន្តែភ្លើងបានធ្វើឲ្យបិសាចផ្សែងកាន់តែធំឡើងបបលដឹងថាគាត់ត្រូវតែជួយគាត់បានដកដង្ហើមចូលយ៉ាងជ្រៅហើយបានផ្លុំពពុះសាប៊ូដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកពពុះដ៏ធំនោះបានចាប់បិសាចផ្សែងហើយអណ្ដែតវាឲ្យឆ្ងាយទៅភូមិមានសុវត្ថិភាពហើយចាប់ពីថ្ងៃនោះមកអ្នករាល់គ្នានៅក្នុងភូមិស្រឡាញ់បបលនិងពពុះដ៏ពិសេសរបស់គាត់អរគុណសម្រាប់ការទស្សនាវីដេអូនេះ